បានសួស្តីដល់បងប្អូនទាំងអស់គ្នាដែលជាសិស្សនិស្សិតទាំងអស់ថ្ងៃនេះយើងមកដោះស្រាយនៅលំហាត់មួយអញ្ចឹងសូមអានប្រធានទាំងអស់គ្នាអញ្ចឹងបើសិនជាគេមាន n ស្មើនឹងចំនួន1គឺ1000 factorial អញ្ចឹងគេឲ្យគណនា a ស្មើនឹង1ចែកឲ្យ logaritm 2នៃ n បូកឲ្យ1ចែកឲ្យ logaritm 3នៃ n បូកឲ្យ1ចែកឲ្យ logaritm 4នៃ n បូករហូតដល់1ចែកឲ្យ logaritm 1000នៃ nអញ្ចឹងមុននឹងដោះស្រាយនៃលំហាត់នេះអ្នកទាំងអស់គ្នាត្រូវស្គាល់អ្វីទៅជាចំនួន factorial ណាអញ្ចឹងចំនួន factorial អញ្ចឹងឧទាហរណ៍ថាយើងមាន n factorial អញ្ចឹងគឺជាការគុណចំនួនបន្តណាអញ្ចឹងឧទាហរណ៍ថា n factorial គឺវាស្មើ n កតាឲ្យ n ដក1កតា n ដក2គុណរហូតដល់3គុណនឹង2គុណនឹង1ឬក៏យើងអាចនិយាយឲ្យងាយស្ដាប់ n factorial គឺវាស្មើ1គុណនឹង2គុណនឹង3គុណរហូតដល់ n ចឹងទៅណាអញ្ចឹងលំហាត់នេះដែលគេដឹង n ប៉ុណ្ណឹងតែយើងរក a នឹងឃើញអត់គេចង់ដឹងប៉ុណ្ណឹងណាអញ្ចឹងយើងយក a របស់យើងមកណាដាក់ចម្លើយអីគេមកអញ្ចឹងចម្លើយa របស់យើងស្មើ1ចែកឲ្យ logaritm កូល2នៃ n អញ្ចឹងចំពោះ logaritm ក៏អត់មានកូល1ទេណាអ្នកនរគ្នាមានចាប់ពី2ទៅណាអត់មានកូលអត់មានស្មើ1បានទេអញ្ចឹងបូកឲ្យ1ចែកឲ្យ logaritm កូល3នៃ n បូកឲ្យ1ចែកឲ្យ logaritm កូល4នៃ n អញ្ចឹងបូករហូតដល់1លើ logaritm កូល1000នៃ n អញ្ចឹងនៅក្នុងលំហាត់នេះគឺយើងមានរូបមន្តមួយអ្នកនរគ្នាអញ្ចឹងបើសិនជាខ្ញុំមាន logaritm កូល a នៃ b អញ្ចឹងគឺជារូបមន្តមួយដែលបដូរកូល logaritm កូល b នៃ a អញ្ចឹងគឺប៉ុណ្ណឹងអញ្ចឹងនៅត្រង់ចំណុចនេះអ្នកនរគ្នាមើលអញ្ចឹងអានេះសិតតែមួយលើ logaritm កូល2នៃ n មួយលើ logaritm កូល3នៃ n អញ្ចឹងយើងប្រើរូបមន្តនេះបានណានេះរូបមន្តនឹងបានអញ្ចឹងយើងបដូរវាមកវាទៅជាអី a ស្មើ logaritm កូល n នៃ2បូកឲ្យ logaritm កូល n នៃ3បូកឲ្យ logaritm កូល n នៃ4បូករហូតដល់ logaritm កូល n នៃ1000អញ្ចឹងមកដល់ត្រង់ចំណុចនេះក៏ជាចំណុចដែលសំខាន់ដែរអ្នកនរគ្នាអញ្ចឹងសូមរូបមន្តមួយមក logaritm កូល a នៃ x បូកឲ្យ logaritm កូល a នៃ y អញ្ចឹងស្មើ logaritm កូល a នៃ x គុណនឹង y អញ្ចឹង logaritm ផលបូកផលគុណនៃវាវិញអញ្ចឹងអានេះក៏ដូចតែគ្នាទេណាអញ្ចឹងវាទៅជាអី a ស្មើ logaritm កូល n ស្មើអីអញ្ចឹងស្មើ2គុណ3គុណ4គុណរហូតដល់ n សំទោសរហូតដល់នេះលេខនេះ1000ណាចង់ចប់ដៃអញ្ចឹងអ្នកទាំងអស់គ្នាចំនួន factorial តើនៅវាមានមួយបានវាប្រគ្រប់បានអញ្ចឹងចំនួនណាក៏ដោយបើយើងដាក់គុណមួយគឺវាអត់មានលើសអីទេណាអញ្ចឹងគុណនឹង1អញ្ចឹងមកអ្នកទាំងអស់គ្នាអាចថែមអញ្ចឹងទៅអញ្ចឹងដោយអីប្រាប់គេមកដោយ n ស្មើនឹង1000 factorial អញ្ចឹងប្រាប់គេ a ស្មើអីនេះហ្នឹងដាក់មក1000 factorial អញ្ចឹងអានេះគុណទៅដល់1000មិន1000 factorial អញ្ចឹងរូបមន្តមួយទៀត logaritm កូល a នៃ a អញ្ចឹងស្មើអីកូលខ្លួនឯងនៃខ្លួនឯងស្មើអី1ណាត្រូវចាំអញ្ចឹងលំហាត់នេះគឺងាយទេគឺស្មើ1ណាអញ្ចឹងដូចនេះ a របស់យើងគឺស្មើ1ជាចម្លើយអញ្ចឹងលំហាត់មួយនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានមើលហើយអាចចាប់បានណាដោយសាររូបមន្តមានតែប្រមាណទេមានតែ2ទេអ្នកទាំងអស់គ្នាជាមួយនឹងចំនួន factorial ទៀតគឺមាន3ណាមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានតាមដាននៅលំហាត់នេះហើយបានចាប់បានគ្រប់គ្នា
អញ្ចឹងសង្ឃឹមថាមានវីដេអូក្រោយៗទៀតទីជាលំហាត់ល្អៗសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងវីដេអូមួយនេះក៏សូមបិទបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នា